នេះបងប្អូនថ្ងៃនេះចេញមកខាងក្រៅផ្ទះដើរមើលតំណាំជុំវិញផ្ទះបន្តិចដោយសារឥឡូវហ្នឹងវាអាកាសធាតុរៀងក្តៅបន្តិចហើយវាអត់សូវត្រជាក់ដូចកាលមុនណាវាចាប់ផ្ដើមចូល spring ហើយជិតដល់រដូវ summer ហើយឥឡូវនេះវានៅកំពុងរដូវ spring នៅឡើយប៉ុន្តែអាកាសធាតុមួយថ្ងៃនេះវារៀងល្អវាអត់សូវត្រជាក់មួយថ្ងៃមុនហ្នឹងគឺថាអាទិត្យមុនគឺថាត្រជាក់ខ្លាំងមែនតើពី3អាទិត្យមុនមានធ្លាក់ទឹកកកឥឡូវហ្នឹងគឺអត់មានទៀតទេអាកាសធាតុឆ្លាស់ល្អមែនតើហើយនេះដើមសាឡាត់របស់ខ្ញុំដាំនៅក្នុងកំផើងអូយច្រាំផើងបងប្អូននេះដើមសាឡាត់និយាយពីថាដោះស្អេកស្កាស់ពេញនឹងតែម្ដងហើយសម្រាប់អានេះវិញណាគឺថាតែមួយទៅវាតែឯងអញ្ចឹងគឺថាដើមឡើងថ្លោះមែនតើហ្មងនេះឡើងកញ្ញាញ់ដូចស្ពៃកញ្ញាញ់អញ្ចឹងណាម្ដាយខ្ញុំគាត់អ្នកដកប្រហែលជាបាន3 4គុំយកទៅធ្វើខ្ចប់ spring grow ខ្ចប់ណែមឆៅចាឆ្ងាញ់មែនតើសាឡាត់ដាំនៅផ្ទះខ្លួនឯងអញ្ចឹងហើយនៅកំផើងមួយនោះគឺថាស្អេកស្កាស់ពេញដោយម្រាមដៃអញ្ចឹងនេះនិយាយទៅនេះយើងព្រោះកូនដល់អញ្ចឹងទៅឥឡូវហ្នឹងវាដោះមកវាណែនស្អេកស្កាស់ពេញធុងហ្នឹងហ្មងបើយើងចង់បានគុំវាមើលវាធំណាយើងតតែម្លែកវាដាំម្ដងចេះដល់ពេលអញ្ចឹងវាបែកគេហៅបែកគុំដល់ពេលវានៅណែនគ្នាអញ្ចឹងវាអត់បែកគុំទេវានៅស្អេកស្កាស់ណែនពេញទៅវាជ្រៀតគ្នាហ៎ដល់អញ្ចឹងវាដើមវានៅទូចហើយផើងនៅខាងនេះវិញក៏អញ្ចឹងនេះឡើងណែនស្អីស្កាស់តែម្ដងដោយម្រាមដៃប៉ុន្តែនេះយើងដាំរបៀបលក្ខណៈ organic ធម្មជាតិណាដល់អញ្ចឹងទៅញ៉ាំល្អបងប្អូនសម្រាប់សុខភាពយើងណាសម្រាប់ខាងនោះវិញដើមខ្ទឹមក៏ចាប់ផ្ដើមដុះដែរនេះសម្រាប់ដើមខ្ទឹមខែត្រជាក់ក៏ដុះដែរអត់ងាប់ទេចាគឺដាំខុបប្រាំងខុបភាសាហ្មងខែត្រជាក់ក៏អត់ងាប់ខែក្តៅក៏ល្អខែត្រជាក់ក៏ល្អហើយធុងម្ដុំនេះវិញណាក្រោបហ្នឹងគឺទឹកបដោះនេះម្លែកដើមសាឡាត់ហ៎ចាម្លែកដើមសាឡាត់ទៅប៉ុន្តែវានៅខ្ចីអញ្ចឹងហើយពេលថ្ងៃក្តៅខ្លាំងដែរអញ្ចឹងក្រោបវាទៅហើយយប់វានៅត្រជាក់ដែរអញ្ចឹងហើយក្រោបវាទៅកុំឲ្យវាចាញ់អាកាសធាតុណាប៉ុន្តែដើមសាឡាត់ហើយនឹងដើមខ្ទឹមគឺអត់ចាញ់អាកាសធាតុត្រជាក់ទេទោះបីធ្លាក់តកក៏ដើមសាឡាត់នៅតែដុះល្អដែរបងប្អូនចាសម្រាប់ដើមខ្ទឹមនេះវិញក៏ដូចគ្នាដែរពេលដែលត្រជាក់ធ្លាក់តកមកក៏ដើមខ្ទឹមនឹងអត់ងាប់ដែរងាកមកមើលខាងនេះវិញគឺដើមត្រឡប់ចាប់ផ្ដើមលាស់ត្រួយខៀវស្រងាត់តែម្ដងបងប្អូនមើលណាគឺថាលាស់ត្រួយឡើងខៀវខ្ចីតែម្ដងនេះត្រួយចេកខ្ចីហ្មងណាចាឥឡូវហ្នឹងអត់តមានផ្កាគេទៅលាស់ត្រួយចូលដល់រដូវ spring ហ្នឹងឲ្យតែអាកាសធាតុចាប់ផ្ដើមក្តៅតំណាំដើមឈើរបស់យើងចាប់ផ្ដើមលាស់ត្រួយលាស់ស្លឹកមកហើយស្អាតណាស់បងប្អូនអើយត្រួយចេកខ្ចីពេញដើមតែម្ដងនេះហើយបងប្អូនមើលខាងនេះដើមសាឡាត់មកគុំឡើងក្តៀនកញ្ញុលហ្មងណាឡើងស្អាតនេះអូយត្រួយឡើងត្រួយខ្ចីហ្មងណាអូអានេះឡើងដូចស្ពៃខាត់ណាអីហ្នឹងក្តោបគេណាអូយបតោគេហើយស្លឹកគេឡើងរួញអូយស្អាតមែនតើមកគុំនេះឡើងណាននៃហ្មងមកគុំនេះយកញ៉ាំបាញ់ឆៅញ៉ាំគេហៅយើងយកតែខ្ចប់ណែមឆៅអីត្រូវហ្មងនេះឆាឡុកឡាក់អីហ្នឹងណាមិនបាច់ទេនេះត្រូវហ្មងហើយនៅខាងនេះវិញគឺដើមហឡើងតាវបងប្អូនស្ដេចហឡើងតាវយើងហ្នឹងណាអានេះដាំប្រហែលជាមួយខែអាហ្នឹងដាំអានេះអត់ចាញ់ត្រជាក់អីណាបងប្អូនយើងដាំតាំងពីរដូវធ្លាក់តកមែនតែឆ្នាំនេះខ្ញុំដាំរៀងលេតណាអានេះយើងអាចដាំតាំងពីរដូវធ្លាក់តកបានខែ1ខែ2អីហ្នឹងរៀងនៅត្រជាក់ហ្នឹងក៏នៅតែដាំបានដែរសម្រាប់ដើមនេះគឺអត់ចាញ់តកទេបើយើងដាំល្អបំផុតនៅម្ដុំផ្ទះខ្ញុំនៅហ្នឹងគឺខែ1ខែ2កំពុងត្រជាក់ធ្លាក់តកហ្នឹងដាំបានដាំរស់ដាំដុះហើយល្អទៀតចាឆ្នាំនេះខ្ញុំដាំរៀងលេតខែ3បើខ្ញុំដាក់តម្លាក់គ្រាប់បដោះគ្រាប់ណាចាហើយឥឡូវហ្នឹងដល់ខែ4នេះវាចាប់ផ្ដើមលាស់បានប៉ានេះឯង